ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងវិលមកជួបគ្នាជាថ្មីម្ដងទៀតនៅក្នុង Channel YouTube របស់ Mr. Sia Cambo ហើយថ្ងៃនេះខ្ញុំសូមចែករំលែកនៅបទពិសោធន៍មួយទាក់ទងជាមួយនឹងការដាំដំណាំក្នុងផើងជាពិសេសសម្រាប់ដំណាំមនផ្លែមនឬក៏ភាសាអង់គ្លេសដែលគេហៅថា Mulberry ហើយមានបងប្អូនមួយចំនួនក៏ធ្លាប់ជួបខ្ញុំហើយក៏ធ្លាប់ឆាតមកសួរថាតើយើងដាំមននៅក្នុងផើងវាបានផ្លែផ្កាដែរឬទេបាទចម្លើយងាយទេបងប្អូនគឺថាបើសិនជាបងប្អូនដាំនៅក្នុងផើងហើយមានការធ្វើការថែទាំបានល្អនោះវាច្បាស់ជាទទួលបានផលដូចជាយើងដាំនៅលើដីដែរហើយការថែទាំបានល្អហ្នឹងគឺចង់និយាយថាគឺការថែទាំមើលដើមមនរបស់យើងដែលដាំនៅក្នុងផើងហ្នឹងដោយការដាក់ជីដាក់ទឹកបាទហើយនឹងការធ្វើមែកធ្វើអីវាជាពិសេសបាទហើយដូចជានៅក្នុងវីដេអូនេះផងដែរខ្ញុំក៏សូមយកដើមមនដែលខ្ញុំដាំនៅក្នុងផើងហើយក៏ចែកជូនមកបងប្អូនទាំងអស់គ្នាថាធ្វើយ៉ាងម៉េចឲ្យវាបានផ្លែបាទហើយដូចជាដើមមួយដើមនេះដើមមនមួយដើមនេះគឺខ្ញុំដាំក្នុងផើងនេះក្នុងផើងខៀវនេះបងប្អូនឃើញទេនៅក្នុងផើងខៀវនេះផើងដែលយើងដាក់សម្រាមហ្នឹងហើយនេះបងប្អូនឃើញទេនេះគឺដើមវាហើយដើមពណ៌នេះបងប្អូនកុំឆ្ងល់អានេះគឺដើម Blackberry ទេដែលខ្ញុំដាំពីផើងផ្សេងហើយវាមកតោងនៅលើដើមមននឹងជាមួយគ្នាហើយបងប្អូនឃើញទេនេះផ្លែវាច្រើនមែនតើផ្លែវាច្រើនមែនតើនេះសមយនេះឃើញទេផ្លែច្រើននេះហើយចំពោះផ្លែនេះគឺវាអត់អីចម្លែកទេបងប្អូនកាលពីមុនខ្ញុំដាំនៅក្នុងផើងនឹងដែរក៏តែវាអត់មានផ្លែទេប៉ុន្តែដោយការស្រាវជ្រាវការសាកសួរព័ត៌មានពីគ្នាទៅវិញទៅមកយើងដឹងថាយើងត្រូវធ្វើម៉េចដើម្បីឲ្យមនរបស់យើងវាផ្លែបាទដោយដើមមននេះបងប្អូនឃើញកបត់ទេនេះគឺកបត់នេះគេដាក់វាកបត់ទេចឹងការពិតទៅដើមមននេះពីដើមឡើយគឺកម្ពស់របស់វាគឺប្រហែលជាចូល3ម៉ែត្រហើយបន្ទាប់ពីការតាក់តែងមែករបស់វាព្រោះអីការតាក់តែងមែកគឺសំខាន់ដើមមនកាលណាបើយើងអត់តាក់តែងមែកទេគឺវាអាហ្នឹងគឺផ្លែតិចនេះបងប្អូនឃើញទេហើយដើមមនបងប្អូនត្រូវចំណាំថានៅពេលដែលយើងតាក់តែងមែកវាដូចជាខ្ញុំកាត់ដើមអញ្ចឹងកាត់មែកទេគឺកបត់នេះហើយគឺកបត់ហ្នឹងហើយបងប្អូនឃើញមែកថ្មីដែលលាស់មកដល់ពេលដែលមែកថ្មីលាស់មកហ្នឹងគឺវាចាប់ផ្ដើមមានផ្លែផ្កាមកជាមួយនឹងស្រេចតែម្ដងបងប្អូនឃើញច្រើនមែនតើតាមមែកមួយនេះអានេះគឺមែកដែលខ្ញុំកាត់ដែរណាបងប្អូនឃើញហើយអូខេអានេះគឺផ្លែវានេះមកជាមួយតែម្ដងនេះអូខេនេះមកជាមួយតែម្ដងអញ្ចឹងបន្ទាប់ពីការកាត់មែកតើយើងត្រូវធ្វើអីទៀតក្រៅពីការកាត់មែកតែមែកស្អាតហ្នឹងបាទហើយសម្រាប់ដើមឈើអាហ្នឹងទូទៅបើយើងនិយាយទៅអាហ្នឹងក៏ជារបស់មានជីវិតដែរកាលណាបើយើងនិយាយពីរបស់មានជីវិតយើងត្រូវដឹងថាវាក៏ត្រូវការហូបចុកដូចយើងដែរដូចសត្វដូចអីដូចគ្នាដូចមនុស្សដូចគ្នាត្រូវការហូបចុកនេះម្ដងនេះថ្មីទៀតនេះម្ដងនេះគឺខ្ញុំកាត់ដែរបងប្អូនឃើញហើយមើលទៅសត្វផ្លែគឺភាគច្រើនគឺផ្លែនៅលើត្រួយលាស់ថ្មីនេះគឺនៅលើត្រួយលាស់ថ្មីឡើងច្រើនតែម្ដងហើយសំទោសបងប្អូនមិននិយាយដាច់បន្តិចចង់និយាយថាដើមឈើដើមអីហ្នឹងក៏វាជាប្រភេទរបស់មានជីវិតដូចគ្នាអញ្ចឹងកាលណាយើងនិយាយថារបស់មានជីវិតវាត្រូវការហូបចុកវាត្រូវការផឹកអញ្ចឹងយើងនិយាយឲ្យខ្លីគឺវាត្រូវការចំណីអាហារ
ហើយចំណីអាហារបត់ដើមឈើអត់មានអីក្រៅពីជីហើយជាមួយនឹងទឹកអញ្ចឹងនៅពេលដែលយើងដាក់ជីនៅពេលដែលយើងធ្វើមេឃធ្វើអីហើយនេះហើយដើមនោះធម្មតានៅពេលដែលយើងធ្វើមេឃគឺយើងត្រូវបេះស្លឹកបេះវាចេញអស់កន្លែងណាមានស្លឹកវាក៏កាត់ឲ្យតងល់ហ្មងកាត់ឲ្យតងល់ហ្មងដើម្បីឲ្យវាលាស់មកវាមានផ្លែមានផ្កាតែម្ដងមានផ្កាមានផ្លែតែម្ដងហើយបកទៅរឿងជីវិញយើងវិញគឺនៅពេលដែលយើងកាត់មេកាត់អីតែងមេតែអីវាបេះស្លឹកវាអស់ហើយគឺយើងចាប់ផ្ដើមថែរក្សាទឹកដាក់ថែមជីធម្មជាតិកាន់តែល្អដូចជាអាចមួនឬក៏អាចគោយើងដាក់បន្ថែមឲ្យវាទៅណាមានជីមានទឹកដាក់ជាប្រចាំដូចខ្ញុំនេះបន្ទាប់ពីខ្ញុំនៅពេលដែលខ្ញុំកាត់ស្លឹកវាអស់នៅពេលដែលកាត់ស្លឹកវាអស់គឺខ្ញុំចាប់ផ្ដើមដាក់ជីបើសិនជាក្នុងមួយផើងនេះតាមអ្វីដែលខ្ញុំដាក់ផ្ទាល់អាហ្នឹងគឺខ្ញុំដាក់ផ្ទាល់ខ្លួនឯងបើសិនខ្ញុំដាក់អាចបជាវវាដាក់ខ្ញុំដាក់ប្រហែលជាចូល2-3ខាំនៅក្នុងផើងនេះហើយសូមបើជាបងប្អូនមានអាចគោក៏អាចគោទៅវាមិនអីទេក៏ល្អដែរព្រោះពួកជីធម្មជាតិហ្នឹងគឺដាក់ទៅល្អសម្រាប់ដំណាំយើងហ្នឹងគឺជីធម្មជាតិគឺជាជម្រើសល្អមួយសម្រាប់បងប្អូនយកមកដាក់ដំណាំរបស់យើងហើយបន្ទាប់ពីដាក់រួចរាល់អស់ហើយគឺយើងដាក់ជីដាក់អីហើយយើងចាប់ផ្ដើមដាក់ទឹកវាឲ្យសើមនឹងគល់វាជាប្រចាំដោយថាអានេះដូចខ្ញុំស្រោចទឹករបស់វាគឺ2ថ្ងៃរៀងរាល់2ថ្ងៃខ្ញុំមកស្រោចម្ដងហើយ2ថ្ងៃស្រោចម្ដងអញ្ចឹងគឺការលូតលាស់របស់វាដោយមានទាំងទឹកមានទាំងជីហ្នឹងវាធ្វើឲ្យមេឃថ្មីរបស់វាលូតលាស់បានល្អហើយនៅពេលដែលមេឃថ្មីវាលូតលាស់បានល្អអញ្ចឹងផ្លែវាគឺចេញមកក៏បានល្អដូចគ្នាបាទហើយបន្ទាប់ពីយើងដាក់ជីដាក់ទឹកហើយសម្រាប់ខ្ញុំជាការអនុវត្តរបស់ខ្ញុំគឺរៀងរាល់មួយអាទិត្យរាល់មួយសប្តាហ៍ខ្ញុំត្រូវមកថែមជីមកថែមទឹកចឹងនិយាយថាមកថែមជីជារៀងរាល់មួយអាទិត្យម្ដងគឺបរិមាណគឺយើងព្យាយាមដាក់ដូចគ្នាគឺដូចថានៅក្នុងមួយផើងទូចមិញខ្ញុំដាក់2ទៅ3ខាំហើយមួយផើងធំនេះខ្ញុំដាក់ប្រហែលជាកន្លះគីឡូអាចបជាវអានេះណាខ្ញុំដាក់ប្រហែលជាកន្លះគីឡូអាចជីវដាក់រយវានៅក្រោមសម្រាមនេះហ្នឹងទៅហើយទាញសម្រាមកប់វិញហើយយើងចាប់ផ្ដើមផ្សើមទឹកវាខ្ញុំឃើញថាការលូតលាស់របស់វាគឺល្អអញ្ចឹងនេះគឺជាវីដេអូដែលខ្ញុំធ្វើការចែកជូននៅបទពិសោធន៍សម្រាប់បងប្អូនដែលបងប្អូនចង់ដឹងថាធ្វើម៉េចដើម្បីដាំមូនឲ្យបានផ្លែផ្កានៅក្នុងផើងឬក៏តើការដាំមូននៅក្នុងផើងជ័រនៅលើដំបូលទេដូចខ្ញុំហ្នឹងបងប្អូនឆ្ងល់ថាដាំទៅវាបានផ្លែពិតប្រាកដអត់ហើយនេះគឺជាភាពជាក់ស្ដែងដែលបងប្អូនបានឃើញគឺផ្លែមែនដោយខ្ញុំនិយាយទាំងអ្វីទាំងអស់គឺស្ថិតលើខ្លួនយើងការថែទាំគឺសំខាន់ហើយដើមឈើក៏ដូចជាមនុស្សដែរវាត្រូវការចំណីអាហារត្រូវការទឹកត្រូវការជីបាទហើយបើសិនជាបងប្អូនធ្វើការថែរក្សាបានល្អអញ្ចឹងលទ្ធផលក៏វាល្អដែរហើយមួយទៀតអ្វីដែលជាសំខាន់ចំណុចសំខាន់ក្នុងការដាក់ទឹកដាក់ជីគឺបងប្អូនធ្វើម៉េចធ្វើការដាក់វាឲ្យបានទៀងទាត់ឧទាហរណ៍ថាបងប្អូនដាក់ទៅក្នុងរយៈពេលមួយអាទិត្យដាក់ម្ដងអញ្ចឹងបងប្អូនដាក់ម្ដងមួយអាទិត្យអញ្ចឹងឲ្យទៀងអញ្ចឹងហើយកុំដាក់ច្រើនពេកតែវាធ្វើឲ្យប៉ះពាល់ដល់ដើមរបស់វាហ្នឹងវាអាចលួយអីអញ្ចឹងយើងដាក់ទៅតាមទំហំធុងរបស់យើងទូចធំទៅដូចខ្ញុំណាផើងទូចខ្ញុំដាក់2-3ខាំមកផើងធំខ្ញុំដាក់កន្លះគីឡូអញ្ចឹងទៅអញ្ចឹងទៅវាធ្វើឲ្យការលូតលាស់របស់ដំណាំរបស់យើងគឺបានល្អបាទហើយក្នុងវីដេអូនេះខ្ញុំមានការចែករំលែកតែប៉ុណ្ណឹងសម្រាប់បងប្អូនហើយបើសិនជាបងប្អូនមានអ្វីដែលល្អសម្រាប់ចែកចាយដល់គ្នាជាបទពិសោធន៍
ហើយសម្រាប់ការរៀនទាំងអស់គ្នាបងប្អូនអាចធ្វើការចូល comment ឬក៏ជួយផ្ដល់ជាមតិយោបល់ដើម្បីយើងធ្វើឲ្យបានល្អទាំងអស់គ្នាបាទហើយខ្ញុំក៏រងចាំទទួលនៅការស្ថាបនាការរិះគន់ដើម្បីស្ថាបនាគ្រប់មតិយោបល់របស់បងប្អូនណាអរគុណបងប្អូនជម្រាបលា